បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់កំណត់បាទជាទស្សនវិជ្ជានៅល្ងាចបាទថ្ងៃទី29នៅកោះប្រជុំទេពពុកម៉ែបងប្អូនទាំងគ្នានៅខាងមុខនោះគឺប្រាសាទដែលយើងធ្វើតម្កល់ជួលឥឡូវហ្នឹងខ្ញុំបាទកំណត់នឹងប្រឌិតយកទស្សនវិជ្ជាចាប់ពីបរិវេណត្រង់ចំណុចនេះដើម្បីឲ្យឆ្ពោះទៅខាងក្រៅបាទហើយនៅខាងនេះគឺសាលាវិបស្សនារបស់យើងពុកម៉ែបងប្អូនទាំងគ្នាតោះឥឡូវខ្ញុំនឹងធ្វើដំណើរទៅខាងក្រៅសិនហើយវីដេអូក្រោយៗខ្ញុំនឹងបដិយុបន្ថែមទៀតបាទជាពិសេសទស្សនវិជ្ជានៅខាងចុងកោះហ្នឹងហើយតាស់ពុកម៉ែបងប្អូនទាំងគ្នាតាមដានទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាដោយអ្វីដែលបានដឹងកន្លងមកឥឡូវហ្នឹងផ្លូវនៅលើកោះគឺយើងមកចាប់ផ្ដើមធ្វើរួចរាល់ហើយពុកម៉ែបងប្អូនទាំងគ្នាទាំងចាក់កស៊ូនិងការលាបបាទថ្នាំនៅលើផ្លូវបាទដូចជាផ្លាកសញ្ញាផ្សេងៗអញ្ចឹងថ្ងៃនេះដូចបានឃើញអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាបាទកន្លែងស្បៃលឿងខៀវបាទខៀវខាងមុខហ្នឹងគឺកន្លែងដែលសាងសង់បច្ចេកដីពុកម៉ែបងប្អូនទាំងគ្នាឃើញទេបាទបាទកន្លែងនេះចាក់បាសទៀតបាទពិបាកថតមែនទេមានសម្លេងបាសសម្លេងអីចឹងទៅបាទភ្លេងផ្សេងៗទៅកាលណាតែខ្ញុំថតទៅឲ្យយើងផុសចូល channel វាជាប់ copyright អញ្ចឹងណាពុកម៉ែបងប្អូនទាំងនេះបាទអញ្ចឹងខ្ញុំធ្វើដំណើរទៅកន្លែងចេះឥឡូវបាទនោះគឺសាលាវិបស្សនារបស់យើងបាទតោះឥឡូវខ្ញុំមកធ្វើដំណើរទៅចេះវិញពុកម៉ែបងប្អូនទាំងគ្នាបាទទៅរាប់ផ្នែកខាងកើតអូវិញដើម្បីបង្ហាញទស្សនវិជ្ជាខាងហ្នឹងវិញបាទមិញថាចង់ទៅខាងនេះប៉ុន្តែដល់ពេលលឺសំឡេងបាសលឺសំឡេងអីទៅអត់កើតទេបាទថតជាប់សំឡេងចម្រៀងហ្នឹងជាប់ copyright ហើយកន្លែងនេះកន្លែងពុទ្ធរូបដែលពុកម៉ែបងប្អូនមកតែត្រង់ផ្ទះហ្នឹងគឺលោកចាប់ផ្ដើមរើចេញសិនព្រឹកមិញខ្ញុំសួរបងម្នាក់គាត់ថាស្របអញ្ចឹងណាអញ្ចឹងឲ្យរើសារថ្មីឥឡូវហ្នឹងគឺបាទរើពុទ្ធរូបរូបតម្រៃរូបអីហ្នឹងមកខាងក្រៅអស់ហើយបាទនេះបាទនេះមកហើយធ្វើហើយយើងដាក់នេះបាទយើងដាក់បុកថ្មបុកអីដាក់ថ្មដាក់អីបុកបន្ថែមអញ្ចឹងណាបាទអ្នកមីងជិះមកពីខាងណាដែរតាខ្មៅអូអ្នកតាខ្មៅមកដល់យូរហើយអ្នកមីងចាមកដល់ខ្ញុំមកពីវត្តបច្ចុះសីមាវត្តលីបវងអូហើយក៏ហួសមកដែរសីមាស្អែកអូអញ្ចឹងមកស្អែកបានទៅកាត់សីមាហើយបានត្រឡប់ទៅវិញមកវិញហើយអូអញ្ចឹងហើយមកចូលហ្នឹងបានទៅផ្ទះវិញបាទខ្ញុំឡើងមកតាំងម៉ោង3អូបាទអរគុណច្រើនបាទសុខសប្បាយមីងបាទសាធុបាទអរគុណច្រើនអ្នកមីងបាទស្មាគ្រីអានសងបាទអ្នកមីងអរគុណច្រើនបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទអ្នកមីងមកពីខាងតាខ្មៅបាទបានមកចូលរួមពិធីបុណ្យបាទបញ្ចុះខណ្ឌសីមាហើយក៏ហួសមកដល់វត្តច័ន្ទបច្ចុប្បន្នារាមហ្នឹងឯងពុកម៉ែបងប្អូនទាំងគ្នាតោះឥឡូវតាមដានទស្សនាទស្សនវិជ្ជាជាមួយខ្ញុំបាទកំណត់បន្តទៀតហើយនៅខាងមុខនេះគឺកន្លែងរោងសត្វក្ងោកបាទក្ងោក20ដូចជា22ក្បាលពុកម៉ែបងប្អូនទាំងអស់គ្នាបាទ22ក្បាលហើយឥឡូវហ្នឹងគឺម៉ោង3បាទកន្លះហើយបាទម៉ោង3កន្លះមកនេះណាមេឃមិនសូវជាបើកថ្ងៃក្តៅប្រហែលទេបាទនេះមកល្មមបាទរត់ដល់បាទនេះក្តៅហួតហែងណា
បាទនោះកន្លែងសាងសង់បច្ចេកដីពុកម៉ែបងប្អូនអរគ្នាបាទកន្លែងសាងសង់បច្ចេកដីហើយទស្សនវិជ្ជាថ្ងៃទី29មិនិនានេះដូចជាថ្ងៃនេះត្រូវជាថ្ងៃសៅរ៍ពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃសៅរ៍ហើយពុកម៉ែបងប្អូនខ្លះក៏គាត់មកហើយគាត់ត្រឡប់ទៅវិញហើយចាំមើលយើងចាំមើលថ្ងៃស្អែកចំថ្ងៃអាទិត្យចាំមើលថ្ងៃអាទិត្យតើមានពុកម៉ែបងប្អូនពុកបងសត្វមកច្រើនដែរឬទេអញ្ចឹងណាហើយចាំមើលខ្ញុំនឹងផ្តិតយកទស្សនវិជ្ជាសម្រាប់ថ្ងៃអាទិត្យបន្ថែមទៀតហើយមួយវិញទៀតបាទយើងក៏គៀកថ្ងៃបាទកម្មវិធីបុណ្យនៅឯរាជធានីលង្វែកដែរដូចជា5យប់6ថ្ងៃអញ្ចឹងណាពុកម៉ែបងប្អូនគ្នាបាទដឹងខមមិនប្រាប់ផងខ្ញុំដូចចង់ភ្លេចដែរហើយចាំមើលថ្ងៃកម្មវិធីខ្ញុំនឹងតផ្តិតយកទស្សនវិជ្ជាផងដែរហ្នឹងហើយតែបច្ចុប្បន្ននេះខ្ញុំផ្តិតយកទស្សនវិជ្ជានៅវត្តសុទ្ធបាទឲ្យពុកម៉ែបងប្អូនបានទស្សនាជារៀងរាល់ថ្ងៃបាទថ្ងៃណាក៏មកដែរពុកម៉ែបងប្អូនអរគ្នាចាំតែមើលទៅឃើញហើយបាទហើយកុំភ្លេចជួយ Subscribe Channel គំនិតម្នាក់មួយផងបាទហើយរាល់ថ្ងៃនេះខ្ញុំមកផ្តិតយកទស្សនវិជ្ជារាល់ថ្ងៃដោយពុកម៉ែបងប្អូនដែលបានឃើញ Channel អញ្ចឹងបាទគឺមិនដែលខានមួយថ្ងៃណាទេអញ្ចឹងពុកម៉ែបងប្អូនដែលចង់តាមដានទស្សនាអំពីបច្ចុប្បន្នភាពនិងទស្សនវិជ្ជាផ្សេងនៅក្នុងវត្តសុទ្ធពុកម៉ែបងប្អូនSubscribe បាទ Channel គំនិតហើយនិង Channel ចំណូបាទគំនិតមានចំណូបាទសម្លេងខ្ញុំតែមួយទេដោយសារតែវីដេអូនេះខ្ញុំផ្តិតយកទស្សនវិជ្ជាសម្រាប់គំនិតបាទអញ្ចឹងខ្ញុំហៅខ្លួនឯងថាគំនិតព្រោះអីក្នុង Channel របស់គាត់អញ្ចឹងណាដោយសារគំនិតគាត់រវល់អញ្ចឹងខ្ញុំបានថតជាវីដេអូដាក់ក្នុង Channel របស់គាត់ដើម្បីឲ្យពុកម៉ែបងប្អូនពុទ្ធបរិស័ទហ្នឹងបានតាមដានទស្សនាបាទជារៀងរាល់ថ្ងៃកុំឲ្យដាច់ដោយសារពុកម៉ែបងប្អូនខ្លះគាត់តាមដានដូចភាពឥណ្ឌាបាទតាមដានដូចរឿងឥណ្ឌាអញ្ចឹងក៏ហ៊ានតែអត់មកថតមួយថ្ងៃគាត់ដាច់ដូចដាច់សាច់រឿងអញ្ចឹងណាបាទដូចថ្ងៃនេះអញ្ចឹងបើមានសកម្មភាពអីខ្លះគឺគាត់ចង់ឃើញហើយដូចជាប្រាសាទនេះបាទពុកម៉ែបងប្អូនអរគ្នានៅលើកោះកន្លែងតម្កល់ព្រះអង្គខ្មៅហ្នឹងគឺចាប់ផ្ដើមធ្វើបន្តទៀតហើយបាទរៀបក្បាច់ដាក់ក្បាច់បាទនៅខាងលើបាទនេះបាទក្បាច់ខាងលើបាទហើយប្រាសាទមួយទៀតពុកម៉ែបងប្អូនអរគ្នានេះក៏ចាប់ផ្ដើមចំក្បាច់ស្អាតដែរហើយក៏ដាក់ហើយក៏មានប្រក់ក្បឿងបដាហើយនៅខាងលើផ្នែកខាងលើបាទបាទឥឡូវខ្ញុំផ្តិតយកពីខាងនោះមកហើយនេះក្បឿងរបស់យើងបាទមានពីរពណ៌បាទក្បឿងពណ៌ពណ៌សាឡែមួយហើយនិងពណ៌ដូចទៀនបាទពីលឿងបាទនេះបាទមានពីរពណ៌អញ្ចឹងពុកម៉ែនេះបាទនេះនៅខាងលើទៀនកំពុងតែចាប់ផ្ដើមប្រក់បាទហើយយើងកន្លែងមកខាងនេះគឺសឡុំរបស់សឡុំនៅលើកោះពុកម៉ែបងប្អូនអរគ្នាសឡុំនៅលើកោះគឺជាកន្លែងមួយដែលពុកម៉ែបងប្អូនគឺពិសេសពេលថ្ងៃមកឲ្យគាត់តែងតែយកអាហារបាទឬក៏ម្ហូបអាហារដែលយកមកពីផ្ទះហ្នឹងឬក៏ចង្ហាន់បាទមកវេនៅលើសឡុំរួចហើយរៀបឲ្យប្រសង់បាទពេលថ្ងៃណាបាទហើយក៏មានរូបសំណាកបាទព្រះគោបាទដែលសិតអំពីស្ពាន់ផងដែរហើយនឹងមានរូបសំណាកមួយទៀតហ្នឹងគឺព្រះបាទបាទនេះព្រះបាទខាងនេះដែលសាងអំពីស្ពាន់ដូចគ្នាពុកម៉ែបងប្អូនរបស់គ្នា
bà hai thằng cùng một xây nó khơi bột bò sa bằng cùi rồng chạm prong priết đấy tao mày nó bà này tục màu tập thế nào thành một cái chia sâm rồi bỏ vào phần mẹ bên này để sấy chăn chẹt mình đi tại mặt ong bà hơi nọc nấu pre xây nó có bài nó có miền tục màu bằng bồn bột bò sát bạn đặt tại anh cùi hái bạn anh bà này chia sâm bỏ ong bà phục mai bang phôn đọc niên chẳng clip video mới nít nhưng mà cầm đất sôm chọc phần năng sẵn bà mình mặc vạc hạt lơ luộc trong ná có sôm mà khăn tay chia sấy và vì cho nặng phục mai bang phôn đi lục ta bột bò sẵn trong này bà nó bột bò sẵn bằng phục mỏng côi và nó cầu một lục ở sấy bát nhưng mà đăng đá này mình cho cái prap chứ này nhà mình cho prap ha vọt ơi điệp trong coi hơi để sao ta bật tay tiết của ông đang ở đây muốn một prap prum chứ này cột này bàn cột bò sạt đang coi là nhà một lúc sấy này nó chia tập hiệp là có phải chung tết nấu là liệt là màu bay chết buồn hái phục mai bằng bộ tộc nè tập phục mai bằng bộ tộc đi trong video này miền tây năng tế và cái tiết của ông đang là muốn vào prom đang tam và trạm mình và trong video này miền tây năng và sụp mà cuốn xôm chỉnh điệp đi và chụp phim là video cài cài vào tiếp